ជំរាបសួរបងប្អូនថ្ងៃនេះនាងខ្ញុំសូមបង្ហាញពីវិធីធ្វើទឹកប្រហុកមានរសជាតិឈ្ងុយឆ្ងាញ់ទឹកប្រហុកនេះខ្ញុំធ្វើយកទៅជ្រលក់ជាមួយអណ្ដាតគោបងប្អូនអាចយកទៅញ៉ាំជាមួយសាច់គោអាំងក៏បានស្រាញ់ចិត្តបងប្អូនចឹងឥឡូវយើងមកមើលវិធីធ្វើទាំងអស់គ្នាគ្រឿងផ្សំមានខ្ទឹមសខ្ទឹមក្រហមនិងម្ទេសបងប្អូនយើងយកទៅដាក់អាំងយកទៅដាក់ដុតនៅក្នុងម៉ាស៊ីនអូវិនដុតឲ្យគ្រឿងផ្សំទាំងនេះឡើងក្រៀមក្រហមឈ្ងុយចាំយើងយកចេញបន្ទាប់មកយើងមកកច្រាំប្រកបរបស់យើងកន្លែងនេះដែរខ្ញុំបានថតខ្ញុំគ្រឿងខ្ទឹមដែលយើងបានដុតរួចហ្នឹងគឺយើងយកទៅបុកឲ្យម៉ត់បញ្ចូលគ្នាហើយយើងយកមកកច្រាំជាមួយប្រហុកបន្ទាប់មកយើងបន្ថែមស្ករចំនួនកន្លះកូនចានតូចណាយើងធ្វើការចិញ្ច្រាំវាឲ្យម៉ត់ចូលគ្នាឃើញថាម៉ត់ល្អហើយយើងយកចេញទៅដាក់លាយគ្រឿងផ្សំបន្ថែមទៀតគ្រឿងផ្សំមានទឹកដោះគោខាប់ខ្ញុំបន្ថែម1ស្លាបព្រាបាយកំប៉ុងហ្នឹងណាយើងធ្វើការកូរបញ្ចូលវាឲ្យសព្វទៅហើយបន្ថែមទឹកខ្មេះចំនួនកន្លះកូនចានបងប្អូនអាចចូលចិត្តជូរដាក់ច្រើនជាងនេះយើងធ្វើការកូរបញ្ចូលវាបន្ថែមទៀតដើម្បីឲ្យវាសព្វល្បាយឃើញថារួចរាល់ហើយយើងបន្ថែមទឹកក្តៅកន្លះកូនចានតូចដែរកុំឲ្យវាខាប់ពេកដើម្បីយើងធ្វើយករាវដើម្បីលាយគល់ស្គ្រៃដាក់បន្ថែមសណ្តែកដីបន្ថែមទៀតបន្ទាប់ពីធ្វើរួចខ្ញុំច្រកដាក់ក្នុងកូនកន្លងយកដាក់ទូទឹកកកបងប្អូនអាចធ្វើបែបនេះដាក់ក្នុងទូទឹកកកអត់ខូចទេពេលណាយើងចង់ញ៉ាំយើងអាចយកចេញមកញ៉ាំបានអញ្ចឹងវិធីធ្វើទឹកប្រហុករបស់នាងខ្ញុំគឺមានតែប៉ុណ្ណេះទេបងប្អូនអាចសាកធ្វើញ៉ាំបានហើយយើងមកមើលអណ្ដាតគោរបស់យើងឃើញថាឆ្អិនរួចរាល់ហើយនាងខ្ញុំចាប់ផ្ដើមស្រង់ចេញហើយយើងយកទៅបកសម្បកអណ្ដាតដែលនៅលើអណ្ដាតគោហ្នឹងណាស្បែកវាបកជុំវិញនឹងចាញ់ហើយយើងហាន់ស្ដើងយើងញ៉ាំជាមួយទឹកប្រហុករបស់យើងតែមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកធ្វើញ៉ាំធានាខ្ញុំហ៊ានធានាថាឆ្ងាញ់ព្រោះខ្ញុំតែងតែធ្វើបែបនេះរាល់ពេលដែលនាងខ្ញុំស្ងោរអណ្ដាតគោឬអាំងសាច់គោញ៉ាំគឺតែងតែធ្វើបែបនេះសូមអរគុណបងប្អូនដែលតាមដាន